មេរៀនទី63ភូមិរុងរឿងអំណានភូមិខ្ញុំស្ថិតនៅតំបន់ជនបទតែសម្បូរសប្បាយភូមិខ្ញុំមានវាលស្រែធំល្វឹងល្វើយផ្លូវថ្នល់ស្អាតមានសាលារៀនមន្ទីរពេទ្យនិងវត្តអារាមពួកគេធ្វើស្រែចម្ការបានផលល្អជារៀងរាល់ឆ្នាំប្រជាជនភាគច្រើនមានជីវភាពសមរម្យនៅតាមគេហដ្ឋាននៃមួយសុទ្ធតែមានបង្គន់អនាម័យពួកគេចេះសាមគ្គីស្រឡាញ់គ្នានិងជួយធុរៈគ្នាហើយរស់នៅដោយសុខសាន្តចំណែកក្មេងៗបានចូលរៀនគ្រប់គ្នាខ្ញុំស្រឡាញ់ភូមិខ្ញុំណាហេតុដូច្នេះហើយបានជាភូមិខ្ញុំមានឈ្មោះថាភូមិរុងរឿងតាភូមិនេះមានឈ្មោះអ្វីភូមិរុងរឿងស្ថិតនៅតំបន់ទីក្រុងឬតំបន់ជនបទចាតំបន់ជនបទអញ្ចឹងមានវាលស្រែម៉េចធំទូលាយអត់